សូមគោរពទស្សនិកជននិងប្រិយមិត្តជាទីមេត្រីក្នុងកម្មវិធីនៃកាសែតនិងវិទ្យុទូរទស្សន៍អាញានៅថ្ងៃនេះរួមមានបណ្ដាមេត្តាព័ត៌មានដូចតទៅលោកអគ្គលេខាបកតូឡាំអញ្ជើញជាអធិបតីភាពក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ថ្នាក់ជាតិលើកទី80ទិវាបោះឆ្នោតសកលលើកដំបូងដើម្បីបោះឆ្នោតរដ្ឋសភាវៀតណាមប៉ុស្តិ៍កងទ័ពច្រកទ្វារព្រំដែនអន្តរជាតិហាទីងជាអង្គភាពនាំមុខ4ឆ្នាំបន្តបន្ទាប់នៅជុំបញ្ចប់នឹងមានជួននាទីសិល្បៈលំដាប់តទៅនេះសុជអត្ថន័យពឹស្ដាទស្សនិកជននិងប្រិយមិត្តជាទីមេត្រីកាលពីម្សិលមិញថ្ងៃទី6មករាឆ្នាំ2026នៅអគាររដ្ឋសភាគណៈកម្មការមជ្ឈិមបកកុម្មុយនីសវៀតណាមរដ្ឋសភាប្រធានរដ្ឋាភិបាលប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាមនិងគណៈកម្មការមជ្ឈិមរណសេរីមាតុភូមិវៀតណាមបានរៀបចំយ៉ាងឱឡារិកពិធីរំលឹកខួបអនុស្សាវរីយ៍ថ្នាក់ជាតិលើកទី80ទិវាបោះឆ្នោតសកលលោកដំបូងដើម្បីបោះឆ្នោតរដ្ឋសភាវៀតណាមថ្ងៃទី6មករា1946ទី6មករា2026លោកអគ្គលេខាបកតូឡាំបានអញ្ជើញចូលរួមនិងថ្លែងមតិបង្គាប់ការក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ក្នុងពិធីលោកត្រឹងឋានម៉ាំងប្រធានរដ្ឋសភាបានថ្លែងសន្ទរកថារំលឹកឡើងវិញប្រវត្តិសាស្ត្រ80ឆ្នាំដករុងរឿងរបស់រដ្ឋសភាបញ្ជាក់ពីទូនាទីរបស់រដ្ឋសភាវៀតណាមក្នុងដំណើរកសាងការពារនិងអភិវឌ្ឍប្រទេសជាតិថ្លែងមតិក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លោកអគ្គលេខាបកតូឡំសកត់ខនថានេះមិនគ្រាន់តែជាឱកាសដើម្បីរំលឹកឡើងវិញប្រវត្តិសាស្ត្រដករុងរឿងប៉ុណ្ណោះទេតែថែមទាំងជាដំណាក់កាលមានអត្ថន័យជ្រាលជ្រៅដើម្បីសម្លឹងឡើងវិញដំណើរការកកើតនិងអភិវឌ្ឍខឿនប្រជាធិបតេយ្យនៃបដិវត្តន៍វៀតណាមគោរពរំលឹកគុណដល់បុព្វការីជនដែលបានបង្កើតខឿនគ្រឹះសម្រាប់សិទ្ធិធ្វើជាម្ចាស់របស់ប្រជាជនហើយបញ្ជាក់ការបដិញ្ញាចិត្តនយោបាយរបស់បកទាំងមូលនិងប្រជាជនទាំងមូលដើម្បីសុក្រិតរបបជួយប្រទេសជាតិអភិវឌ្ឍឆាប់រហ័សជារភាពក្នុងយុគសម័យថ្មីយុគសម័យឈានឡើងនៃប្រជាជាតិវៀតណាមលោកអគ្គលេខាបកក៏បានថ្លែងយ៉ាងច្បាស់ថាឆ្ពោះទៅខួបអនុស្សាវរីយ៍100ឆ្នាំទិវាបង្កើតបក100ឆ្នាំបង្កើតទឹកដីបកយើងតែងដាក់គោលដៅដល់ឆ្នាំ2045វៀតណាមក្លាយជាប្រទេសអភិវឌ្ឍដកថ្កុំថ្កើងរុងរឿងនិងសុភមង្គលនោះគឺជាក្តីបំណងប្រាថ្នាជាឆន្ទៈឯកភាពរបស់បកទាំងមូលប្រជាជនទាំងមូលនិងកងទ័ពយើងទាំងមូលក្នុងបរិបទនោះរដ្ឋសភាត្រូវបន្តការអភិវឌ្ឍប្រពៃណី80ឆ្នាំរុងរឿងឈានមុខមួយជំហានអំពីរបបក្លាហានសម្រាប់បដាកិច្ចការលំបាកកិច្ចការថ្មីបដាពិស័យមិនតន់មានមូលដ្ឋានគ្រឹះបើកផ្លូវឲ្យការផ្លាស់ប្ដូរឲ្យការអភិវឌ្ឍឆាប់រហ័សនិងចីរភាពនៃទឹកដីថ្លែងមតិតបតទៅវិញតាំងនាមរដ្ឋសភានិងគណៈណែនាំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី80ទិវាបោះឆ្នោតសកលលើកដំបូងនៃរដ្ឋសភាវៀតណាមលោកត្រឹងឋានម៉ាំងប្រធានរដ្ឋសភាសង្កត់ខនថាខួបអនុស្សាវរីយ៍ថ្ងៃនេះគឺជាឱកាសដើម្បីបន្តបញ្ជាក់អំពីក្តីជំនឿដាច់ខាតរបស់រដ្ឋសភាអ្នកបោះឆ្នោតនិងប្រជាជនចំពោះបកកុម្មុយនីសវៀតណាមដករុងរឿងប្រាថ្នាដើរតាមមេគាដែលបកលោកអ៊ុំហោនិងប្រជាជនយើងបានជ្រើសរើសគ្រប់ស្ថាប័នរដ្ឋសភាតំណាងរាស្ត្រគ្រប់គ្នាត្រូវស្នងយកពង្រីកបទពិសោធន៍សមិទ្ធផលរបស់បុព្វការីជនបន្តការផ្លាស់ប្ដូរថ្មីឆ្លើយតបបានល្អជាងទៀតនៅតម្រូវការរបស់ប្រទេសជាតិមុននេះគ្រប់80ឆ្នាំនៅថ្ងៃទី6មករា1946បានឈានចូលប្រវត្តិសាស្ត្រជាតិខណៈពេលលើកដំបូងប្រជាពលរដ្ឋវៀតណាមគ្រប់អាយុពី18ឆ្នាំឡើងទៅមិនបែងចែកបុរសឬនារីអ្នកមានឬអ្នកក្រជនជាតិសាសនាវណ្ណៈសង្គមណាទេសុទ្ធតែមានសិទ្ធិកាន់ស្លឹកឆ្នោតនៅលើដៃទៅបោះឆ្នោតរដ្ឋសភា
ស្ថាប័នតំណាងខ្ពស់បំផុតរបស់ប្រជាជនស្ថាប័នសិទ្ធិអំណាចខ្ពស់បំផុតនៃប្រទេសវៀតណាមរដ្ឋសភាបានសម្រេចគ្រប់បញ្ហាសំខាន់នៃប្រទេសជាតិតាមរយៈរដ្ឋធម្មនុញ្ញបង្កើតមូលដ្ឋានកិត្តិយសសម្រាប់រដ្ឋឯករាជ្យ ឆ្លងកាត់8សតវត្សជាមួយ15អាណត្តិតាំងពីប្រមាណថ្ងៃដំបូងប្រយុទ្ធប្រឆាំងការពារទឹកដីរហូតដល់ដំណាក់កាលផ្លាស់ថ្មីនិងសមាហរណកម្មរដ្ឋសភាតែងច្បាំជាប់ស្អិតល្មួតនឹងប្រជាជនរួមដំណើរនឹងប្រជាជាតិតាមរយៈដំណាក់កាលបដិវត្តន៍នីមួយៗតាំងពីគោលនយោបាយសំខាន់ៗមានភាពស្លាប់រស់ក្នុងសង្គ្រាមតស៊ូអូសបន្លាយរហូតដល់បង្កើតជាខឿនគ្រឹះរបបនានាសម្រាប់ការប្រយុទ្ធប្រឆាំងបង្រួបបង្រួមជាតិតាំងពីការអនុវត្តរបបជាស្ដែងស្ដីពីការផ្លាស់ថ្មីរហូតដល់សមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅនិងបង្កើតខឿនគ្រឹះសម្រាប់ប្រជាជាតិឈានចូលក្នុងយុគសម័យសប្តាហ៍នេះរដ្ឋសភាតែងបានបញ្ជាក់ថាស្ថាប័នតំណាងខ្ពស់បំផុតរបស់ប្រជាជននិងជាស្ថាប័នសិទ្ធិអំណាចខ្ពស់បំផុតរបស់រដ្ឋឆ្លងកាត់គ្រប់សម័យកាលប្រវត្តិសាស្ត្ររដ្ឋសភាបានធ្វើការពង្រឹងនិងផ្លាស់ថ្មីដោយអត់ឈប់ឈរអំពីអង្គការចាត់តាំងវិធីសាស្ត្រសកម្មភាពមួយថ្ងៃកាន់តែជំនាញនិងទំនើបជាងទៀតសម្លឹងមកវិញដំណាក់កាល80ឆ្នាំនៃរដ្ឋសភាលោកអគ្គលេខាប៉ាក់តូឡាំអះអាងថានោះគឺជាដំណើរការអត់ងាយក្រេច្នៃប្រឌិតនិងផ្លាស់ថ្មីអត់ឈប់ឈរក្នុងដំណាក់កាលអភិវឌ្ឍថ្មីនៃប្រទេសជាតិរដ្ឋសភានឹងបន្តការស្ទុះផ្លោះផ្លាស់ថ្មីនិងសុក្រិតជាងទៀតទស្សនិកជននិងប្រិយមិត្តជាទីមេត្រីប៉ុស្តិ៍កងទ័ពច្រកទ្វារព្រំដែនអន្តរជាតិហាទីងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តអាយ៉ាងគឺជាអង្គភាពមានរយៈពេល4ឆ្នាំបន្ទាប់បានបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនជូនតងជ័យប្រឡងប្រណាំងបដិញ្ញាឈ្នះបកភិបបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តមាន4ឆ្នាំបន្តសម្រេចល្អភារកិច្ចពីឆ្នាំ2022ដល់ឆ្នាំ2025ដើម្បីទទួលបានស្នាដៃនេះក្នុងបណ្ដាឆ្នាំកន្លងសមូហភាពយុទ្ធជនក្នុងអង្គភាពបានសាមគ្គីចិត្តមួយថ្លើមមួយឆ្លងផុតការលំបាករួមគ្នាគ្រប់គ្រងការពាររឹងមាំអធិបតេយ្យភាពដែនដីនិងព្រំដែនដែលបានប្រកល់គ្រប់គ្រងស័ក្តិសមជាកងកម្លាំងនាំមុខគឺជារបាំងរឹងមាំនៅច្រកទ្វារព្រំដែនហាទីងប៉ុស្តិ៍កងទ័ពច្រកទ្វារព្រំដែនអន្តរជាតិហាទៀងគឺជាអង្គភាពវរៈកងកម្លាំងប្រដាប់អាវុធប្រជាជនសម័យកាលផ្លាស់ថ្មីមានភារកិច្ចគ្រប់គ្រងព្រំដែនដីគោកជាង14គីឡូម៉ែត្រនិងព្រំដែនសមុទ្រជិត21គីឡូម៉ែត្រចុះប្រទល់ជាមួយខេត្តកំពតនៃប្រទេសជាតិកម្ពុជានិងច្រកទ្វារព្រំដែនអន្តរជាតិហាទៀងគឺជាច្រកទ្វារទំនាក់ទំនងពាណិជ្ជកម្មសំខាន់រវាងវៀតណាមកម្ពុជាជាមួយនឹងបណ្ដាប្រទេសក្នុងតំបន់ដើម្បីសម្រេចភារកិច្ចបានប្រកល់បណ្ដាឆ្នាំកន្លងកម្មាភិបាលយុទ្ធជនរបស់ប៉ុស្តិ៍ការពារច្រកទ្វារព្រំដែនអន្តរជាតិហាទៀងបានពង្រឹងប្រពៃណីវរៈភាពមិនបង្អង់សិក្សាបំពេញសិលធម៌ផ្នែករស់នៅបំពេញបានល្អតម្រូវការការងារនិងភារកិច្ចនយោបាយក្នុងដំណាក់កាលសមាហរណកម្មផ្សព្វផ្សាយព្រមគ្នាវិធានការជំនាញបង្កើនការងារការទូតក្នុងការគ្រប់គ្រងការពារព្រំដែនជាប្រចាំមានការជំនួបមុខផ្លាស់ប្ដូរព័ត៌មានស្ថានភាពក្នុងតំបន់ព្រំដែនរួមគ្នាវិភាគដោះស្រាយល្អបណ្ដារឿងហេតុកើតឡើងមិនទុកឲ្យអសកម្មមិនទុកឲ្យមានចំណុចក្តៅនៅព្រំដែនបំផុតចលនាទូទាំងប្រជាជនចូលរួមការពារព្រំដែនបង្កព្រំដែនជាប្រចាំរៀបចំដល់ល្បាតត្រួតពិនិត្យដើម្បីប្រទះឃើញនិងដំណោះស្រាយទាន់ពេលបណ្ដាមុខសញ្ញាខុសប្លែកនៅតាមតំបន់ព្រំដែននិងតាមបង្គោលព្រំដែនឆ្លងតាមការងារអប់រំនយោបាយនោះអាចនិយាយបានថាកម្មាភិបាលយុទ្ធជនរបស់អង្គភាពបានយល់ច្បាស់មេរគារបស់បកគោលនយោបាយនិងច្បាប់របស់រដ្ឋពិសេសគឺប្រតិបត្តិមើងម៉ាត់ការណែនាំពីថ្នាក់លើឆ្នាំ2025អង្គភាពចាប់បាន248ករណីពាក់ព័ន្ធដល់មុខសញ្ញា422នាក់ដែលមានទង្វើឆ្លងដែនខុសច្បាប់ទទួលពលរដ្ឋវៀតណាម498នាក់ដែលកម្លាំងការពារព្រំដែនកម្ពុជាចាប់ខ្លួនបានប្រកល់ជូនវិញចាប់បាន7ករណីរឹបយកបារីបានជិត4000កញ្ចប់និងគ្រឿងញៀនប្រភេទមេថាមផេតាមីនបាន7,6964ក្រាមចាប់បានមុខសញ្ញា3នាក់ដែលកំពុងតាមរោគចាប់
និងប្រកល់ឲ្យនគរបាលខេត្តតេនិននគរបាលទីក្រុងហៃហ្វុងនិងនគរបាលទីក្រុងហាណូយប្រទេសបានករណីម្នាក់ដែលកំពុងប្រកាសស្វែងរកនិងប្រកល់ឲ្យនគរបាលខេត្តខណ្ឌវ៉ាដោះស្រាយរដ្ឋបាល255ករណីពាក់ព័ន្ធដល់មុខសញ្ញា425នាក់ដែលសរុបទឹកប្រាក់1249លាន775 ប៉ុណ្ណឹង Đối với công tác vận động quần chúng thì bên cạnh là ចំពោះការងារចលនាមហាជនក្រៅពីការទទួលខុសត្រូវរបស់បកភិគឺនៅមានទាំងការទទួលខុសត្រូវរបស់រាល់គណៈភិបាលយុទ្ធជនរបស់អង្គភាព មិនត្រឹមតែដែលល្បាតត្រួតពិនិត្យគ្រប់គ្រងព្រំដែនធ្វើល្អការងារនៅច្រកទ្វារនោះទេបណ្ដាឆ្នាំកន្លងមេបញ្ជាការអង្គភាពបានសហការជាមួយអង្គការមហាជននៅមូលដ្ឋានបោះតបធ្វើល្អការងារតបស្នងសងគុណពួតដៃដើម្បីអ្នកក្របំផុសខ្លាំងក្លាបណ្ដាចលនាដើម្បីកម្មាភិបាលយុទ្ធជនសកម្មចូលរួមចាប់អារម្មណ៍ថែទាំឲ្យបណ្ដាគ្រួសារឯកោជនវ័យចំណាស់រៀបចំបណ្ដាសកម្មភាពយន្តអំណោយក្នុងឱកាសបុណ្យចូលឆ្នាំពិនិត្យព្យាបាលជំងឺឲ្យមនុស្សចាស់និងកុមារហើយដល់បណ្ដាការងារធ្វើមានភាពមនុស្សសាស្ត្រនេះបានបន្សល់ទុកនៅទឹកចិត្តស្រឡាញ់រាប់អានពីប្រជាជនរស់នៅតំបន់ព្រំដែន Tại vì mấy cái phần tử phản động បណ្ដាជនបោះបោនិងស្វែងរកគ្រប់បែបយ៉ាងដើម្បីយកទំនិញនោះចូលមកក្នុងប្រទេសហើយបង្កឡើងការផ្ទុះប្រឆាំងនឹងរដ្ឋម្ល៉េះហើយបងប្អូននៅតំបន់ព្រំដែនត្រូវតែប្រុងប្រយ័ត្នចំពោះទំនិញដែលមិនច្បាស់ប្រភពដើមហើយមិនទទួលយកបណ្ដាមុខទំនិញនោះ ជាមួយស្មារតីទទួលខុសត្រូវដើម្បីតំបន់សមុទ្រសុវត្ថិភាពប្រជាជនមូលដ្ឋានអាជីវកម្មពេញចិត្តនឹងការងារបង្ការអកប្បកិរិយាធ្វើការរបស់កម្មាភិបាលយុទ្ធជនប៉ុស្តិ៍កងទ័ពច្រកទ្វារព្រំដែនអន្តរជាតិហាទៀងពេលមានទំនិញឆ្លងដែនបងក៏បានសហការនឹងកងកម្លាំងបំពេញបណ្ដាបែបបត់បានឆាប់រហ័សមិនទុកឲ្យមានការលំបាកជួយឲ្យប្រជាជននិងអាជីវកម្មឆ្លងដែនលក់ដូរទំនិញបានងាយស្រួល ប្រជាជននៅទីនេះរស់នៅមានសុវត្ថិភាពពីព្រោះបានកម្មាភិបាលយុទ្ធជនកងទ័ពការពារព្រំដែនការពារបានល្អក្នុងបណ្ដាឆ្នាំកន្លងកម្មាភិបាលយុទ្ធជនប៉ុស្តិ៍កងទ័ពច្រកទ្វារព្រំដែនអន្តរជាតិហាទៀងតែងតែខិតខំអនុវត្តភារកិច្ចសកម្មស្រាវជ្រាវស្វ័យសិក្សាលើកកម្ពស់កម្រិតជំនាញអនុវត្តបែបបត់ឲ្យមនុស្សមធ្យោបាយទំនិញឆ្លងដែនធានាបានឆាប់រហ័សហ្មត់ចត់និងត្រឹមត្រូវ មានទំនាក់ទំនងសាមគ្គីរវាងប្រទេសទាំងពីរប្រកាសបានទាន់ពេលឲ្យភាគីប្រទេសមិត្តពេលប្រទេសឃើញសញ្ញាល្មើសក្នុងការឆ្លងដែនតែងតែកំណត់និងពង្រីកល្អទូនាទីក្នុងចលនាកាត់បន្ថយក្រសម្រាប់ល្អរាល់ភារកិច្ចមានច្រើនសមាមិត្តបានថ្នាក់ដឹកនាំមេបញ្ជាការគ្រប់ថ្នាក់លើកសរសើរហើយក្នុងឆ្នាំ2025នេះអង្គភាពក៏ជាអង្គភាពនាំមុខក្នុងតំបន់ព្រំដែនរបស់ខេត្តអង្យ៉ាង បន្លាយមញ៉ែឬហៅថាផ្លូវកង្កែបឋានដងមិនត្រឹមតែនាំមកប្រសិទ្ធភាពសេដ្ឋកិច្ចប៉ុណ្ណោះទេក៏កំពុងផ្លាស់ប្ដូរបន្តិចម្ដងទៅជាផលិតផលច្រោះស្អាតមានត្រួតពិនិត្យគុណភាពតាមរយៈការតបភ្ជាប់ជាមួយក្រុមសហការនិងកសាងពាណិជ្ជសញ្ញាសមូហភាពផលិតផលមូលដ្ឋានកំពុងបញ្ជាក់បានទីចំហរបស់ខ្លួនបន្តិចម្ដងនៅក្នុងទីផ្សារការផ្លាស់ប្ដូរពីផលិតកម្មខ្នាតតូច ទៅជាកសិកម្មដែលមានពាណិជ្ជសញ្ញាគឺជាជំហានចាំបាច់មួយដើម្បីបង្កើតតម្លៃផលិតកម្មកសិកម្មសូមអញ្ជើញទស្សនិកជនតាមដានបទយកការដូចតទៅមកកាន់ឃុំឋានដងនាពេលនេះយើងអាចសង្កេតឃើញពណ៌បៃតងដ៏ស្រស់ស្អាតនោះគឺវាលបន្លែមញ៉ែទឹកដ៏ខៀវស្រងងាត់បានក្លាយជាទិដ្ឋភាពដែលធ្លាប់ស្គាល់អស់រយៈពេលជាច្រើនឆ្នាំមកហើយ មញ៉ែទឹកឬហៅថាផ្លូវកង្កែបគឺជាប្រភពចំណូលដ៏សំខាន់ដែលជាផ្នែកមួយដ៏សំខាន់នៃជីវភាពរបស់មេមីងកសិករនៅមូលដ្ឋានដោយសារសម្របនឹងដីធ្លីនិងលក្ខណៈអាកាសធាតុជាពិសេសលក្ខណៈស្របនឹងសីតុណ្ហភាពទាបមញ៉ែទឹកឋានដងលូតលាស់ល្អដោយផ្ដល់ទិន្នផលនិងគុណភាពខ្ពស់នៅក្នុងរចនាសម្ព័ន្ធសេដ្ឋកិច្ចកសិកម្មរបស់ឃុំមញ៉ែទឹកឬហៅថាផ្លូវកង្កែប ត្រូវបានកំណត់ថាជាដំណាំមុខព្រួញដែលរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រនិងបង្កើនប្រាក់ចំណូលបន្តិចម្ដងសម្រាប់គ្រួសារជាច្រើន បទពិសោធន៍ជាក់ស្ដែងបានសរឲ្យឃើញថាប្រសិទ្ធភាពសេដ្ឋកិច្ចពីបន្លែមញ៉ែទឹក
ខ្ពស់ជាងបើប្រៀបធៀបទៅនឹងដំណាំរយៈពេលខ្លះជាច្រើនចំពោះផ្ទៃដីប្រហែល 2,500 ម៉ែត្រការ៉េកសិករអាចប្រមូលផលមីយ៉ាទឹកពី 7 ដល់ 8 តោនក្នុងមួយរដូវតម្លៃលក់ជីមធ្យមគឺប្រមាណ 25,000 ដុងក្នុង1គីឡូក្រាមបន្ទាប់ពីផាត់ប្រាក់ចំណាយវិនិយោគដូចជាគ្រាប់ពូជជីនិងកម្លាំងថែទាំចំណូលផលប្រហែល 50% រយៈពេលលូតលាស់ខ្លីត្រឹមតែប្រហែល1ខែកន្លះប៉ុណ្ណោះអាចប្រមូលផលបានឆាប់បង្វិលដើមទុនបានរដូវចំណុចមានរយៈពេលចាប់ពីចុងខែធ្នូដល់ខែមេសាឆ្នាំក្រោយដែលស្របតម្រូវការទីផ្សារខ្លាំងបង្កលក្ខណៈងាយស្រួលសម្រាប់ការនាំចេញនិងផលិតឡើងវិញទោះជាយ៉ាងនេះក៏ដោយបណ្ដាលទ្ធផលសម្រេចបាននៃរយៈពេលមុនមិនគ្រាន់តែធានាឲ្យការអភិវឌ្ឍយូរអង្វែងប្រសិនបើរក្សាទម្លាប់ផលិតកម្មចាស់នៅតែរក្សាបានពេលដែលអ្នកប្រើប្រាស់កាន់តែយកចិត្តទុកដាក់អំពីសុវត្ថិភាពចំណីអាហារនិងសំណល់ថ្នាំសម្លាប់សត្វល្អិតកសិករនៅឋានដុងបានម្ចាស់ការផ្លាស់ប្ដូរវិធីសាស្ត្រដាំដុះការអនុវត្តស្តង់ដារវាកាបមិនមែនគ្រាន់តែជាការផ្លាស់ប្ដូរស្លាកសញ្ញានោះទេប៉ុន្តែជាការផ្លាស់ប្ដូរដ៏ទូលំទូលាយពីការរៀបចំដីនិងការដាក់ជីរហូតដល់ការថែទាំនិងការប្រមូលផលជំនួសឲ្យការពឹងផ្អែកទាំងស្រុងលើបទពិសោធន៍ដំណាក់កាលផលិតកម្មត្រូវបានគ្រប់គ្រងដោយវិធីសាស្ត្រវិទ្យាសាស្ត្រនិងបច្ចេកទេសជីសរីរាង្គបានផ្ដល់អាទិភាពដែលជួយឲ្យបន្លែលូតលាស់បានយូររក្សាបាននូវភាពស្រស់ថ្លានិងផ្អែមធម្មជាតិរបស់វាខណៈពេលដែលការពារដីនិងសុខភាពរបស់អ្នកផលិតនិងអ្នកបរិភោគ Đầu tiên thì phải nói thật là đó là sự an tâm ជាដំបូងនិយាយឲ្យត្រង់ទៅអតិថិជននឹងនូចិត្តប្រើប្រាស់ផលិតផលរបស់យើងកាលពីសម័យមុនរដំនៅពេលដែលយើងផលិតផលរបស់យើងបានប្រើថ្នាំសម្លាប់សត្វល្អិតគ្រប់ប្រភេទដែលមិនយល់អ្វីទាំងអស់ធ្វើយ៉ាងណាសត្វល្អិតងាប់បានហើយយើងមិនខ្វល់ពីរបៀបវាប៉ះពាល់ដល់រុក្ខជាតិឬសុវត្ថិភាពរបស់វាទេគឺយើងមិនដឹងអ្វីទាំងអស់ប៉ុន្តែចាប់តាំងពីពេលបានរៀនសូត្រមកមិនត្រឹមតែយើងមានទំនុកចិត្តក្នុងការផលិតសម្រាប់អ្នកប្រើប្រាស់ប៉ុណ្ណោះទេតែអ្នកប្រើប្រាស់ក៏នឹងនូចិត្តនិងទំនុកចិត្តទាំងស្រុងលើផលិតផលរបស់យើងផងដែរជាពិសេសនេះឥឡូវយើងមាន logo ពាណិជ្ជសញ្ញាដែលគ្រប់គ្រងដោយរដ្ឋនិងមន្ទីរបច្ចេកវិទ្យានិងបរិស្ថានបានបង្កលក្ខណៈដល់យើងគ្មានអ្វីត្រូវនិយាយទៀតទេឃើញថាយើងរំភើបនិងសប្បាយចិត្តខ្លាំងណាស់កំណត់ច្បាស់ការកសាងពាណិជ្ជសញ្ញាគឺមានសារៈសំខាន់សម្រាប់ការបង្កើនតម្លៃផលិតផលចាប់តាំងពីឆ្នាំ 2019 មកម្យ៉ាងទឹកឋានដំត្រូវបានចុះបញ្ជីជាពាណិជ្ជសញ្ញាសមូហភាពនិងទទួល logo ជាផ្លូវការនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលបង្ហាញពីការផ្លាស់ប្ដូរពីការផលិតខ្នាតតូចទៅជាការផលិតដែលមានស្លាកសញ្ញាការអនុវត្តស្លាកសញ្ញាស្វែងយល់ប្រភពដើមដោយប្រើលេខកូដ QR ជួយឲ្យអ្នកប្រើប្រាស់ចូលមើលព័ត៌មានអំពីប្រភពដើមការបរិច្ឆេទប្រមូលផលនិងដំណើរការផលិតបានយ៉ាងងាយស្រួលដំណើរកសាងពាណិជ្ជសញ្ញាបន្លែម្ញែទឹកឋានដុងបានឲ្យឃើញភាពផ្លាស់ប្ដូរច្បាស់លាស់ក្នុងទម្លាប់ផលិតរបស់កសិករអាយ៉ាងពីការផលិតរាយប៉ាយឆ្លងមកផលិតតភ្ជាប់ពីបទពិសោធន៍ទៅជាវិទ្យាសាស្ត្រពីលក់ផលិតផលមិនទាន់កែច្នៃរហូតដល់ការអភិវឌ្ឍផលិតផលកសិកម្មដែលមានពាណិជ្ជសញ្ញានោះគឺជាទិសដៅចាំបាច់ដើម្បីកសិកម្មមូលដ្ឋានអភិវឌ្ឍប្រកបដោយចីរភាពរួមចំណែកដល់ការកសាងជនបទថ្មីលើកម្ពុជានិងបញ្ជាក់ពីចំហរបស់កសិករអាយ៉ាងនៅលើទីផ្សារទស្សនិកជននិងប្រិយមិត្តជាទីមេត្រីកម្មវិធីនៃកាសែតនិងវិទ្យុទូរទស្សន៍អាយ៉ាងនៅថ្ងៃនេះសូមចាប់តែប៉ុណ្ណេះសូមអរគុណទស្សនិកជននិងប្រិយមិត្តដែលបានចំណាយពេលទស្សនាកម្មវិធីផ្សាយរបស់យើងខ្ញុំសូមជម្រាបលាសួស្តី